បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងនឹងរៀនទាក់ទងជាមួយនឹង comment ខ្លះៗរបស់ Linux អញ្ចឹងនៅក្នុងនេះมันមានserver Linux ដែលបានរ៉ាំរួចហើយអញ្ចឹងcomment មួយចំនួនមុនដំបូងហ្នឹងគឺនៅក្នុងលក្ខខណ្ឌបើសិនយើងចង់ដឹងថាតើឥឡូវហ្នឹងយើងកំពុងតែស្ថិតនៅក្នុង user មួយណាអញ្ចឹងយើងអាចប្រើ comment who am I ស្ថិតសេមកគឺ who am I អូខេអញ្ចឹងបានន័យថានេះគឺជា user root អញ្ចឹងបន្ទាប់មកគឺយើងអាច check ទាក់ទងជាមួយនឹងតើនៅក្នុង root នោះមានអីខ្លះមាន file ឬក៏មាន directory ខ្លះយើងអាចប្រើ command ls ដើម្បី check មើលបានអូខេអញ្ចឹងវាមានពីរវាមានអាពណ៌Q ហ្នឹងគឺជា directory ហើយខាងនេះគឺជា file ធម្មតាទេគឺឃើញកន្ទុយ .txt អញ្ចឹងឧទាហរណ៍យើងចង់ចូលទៅមើលនៅក្នុង document ហ្នឹងទៀតអញ្ចឹងយើងអាចប្រើ command cd ហើយទៅសេពាក្យ directory ហ្នឹងមកគឺ document នេះគឺ shortcut គឺយើងគ្រាន់តែវាយអក្សរ1 2ទៅហើយចុច tab ទៅគឺវានឹង autoឲ្យយើងអញ្ចឹងយើងអាច enter មកអូខេនេះគឺយើងចូលដល់ document នេះអញ្ចឹងយើងអាចមើលថាក្នុង document មានអីទៀតគឺយើងប្រើ command ls ដដែលហ្នឹងអូខេអញ្ចឹងគឺវានឹងមាននេះនៅក្នុងនេះមាន file មួយឈ្មោះ myfile.txt អញ្ចឹងបើសិនជាក្នុងករណីយើងចង់តាមមើលថាក្នុង file ហ្នឹងមានអក្សរអ្វីអត់គឺយើងអាចប្រើពាក្យអាចប្រើ command cat ហើយឈ្មោះ file ហ្នឹងអញ្ចឹងគឺ myfile អូខេនៅក្នុងវាមានពាក្យ hello world អញ្ចឹងបើសិនជាយើងចង់បន្ថែមពាក្យអីផ្សេងទៀតយើងអាចបន្ថែមបាននេះស្អីយើងអាចប្រើ command echo ហើយបើកសញ្ញាគ្នាមកហើយយើងទៅសេអីយើងចង់ទៅសេឧទាហរណ៍ this is Linux អូខេអញ្ចឹងគឺយើងអាច point ទៅកាន់ point យើងបានន័យថាយើងចង់បញ្ចូលទៅ file ណាគឺយើងប្រើសញ្ញានេះយើងចង់បញ្ចូលទៅ file ឈ្មោះថា myfile.txt យើងទៅ save មក enter ហើយយើងសាកប្រើ command cat ហើយឈ្មោះ file ទៀតមកអូខេអញ្ចឹងនេះគឺវាឃើញគឺ this is Linux អូខេអញ្ចឹងបន្តមកគឺឥឡូវបើឧទាហរណ៍ខ្ញុំចង់ចេញពី document នោះវិញអញ្ចឹងអាចប្រើ cd ហើយចុចពីអូខេយើងថយចេញមកវិញហើយនៅក្នុងករណីបើសិនជាយើងចង់ឥឡូវបច្ចុប្បន្នគឺយើងនៅក្នុងរូបតែក្នុងករណីបើសិនជាយើងមាន user ផ្សេងឧទាហរណ៍ដូចជាពេលបង្កើត Linux ដំបូងនោះបើអ្នកគ្នាបានមើលវីដេអូមុនគឺយើងអាចបង្កើត user ធម្មតាបានអញ្ចឹងបើយើងចង់ switch ទៅ user ផ្សេងយើងអាចប្រើ command su ហើយឈ្មោះរបស់ user យើងចង់ដាក់ឈ្មោះ user របស់ខ្ញុំអូខេអញ្ចឹងគឺវាចូលមកហើយយើងអាចប្រើប៉ុន្តែឥឡូវហ្នឹងគឺវានៅក្នុង root តែអញ្ចឹងដើម្បីចេញពី root ទៀតគឺយើងអាចប្រើ cd ហើយទៅសញ្ញាទៅទឹកអូខេអញ្ចឹងអ្នកគ្នាឃើញគឺឈ្មោះ user របស់យើងហើយ add localhost អញ្ចឹងយើងដើម្បីឆែកដើម្បីបញ្ជាក់ថាពិតជា user ហ្នឹងមែនអត់យើងប្រើ command who am I ដដែលហ្នឹងអូខេនេះគឺវាឃើញឈ្មោះ user របស់យើងហើយឃើញ root ហើយអូខេអញ្ចឹងដូចជាអស់ហើយបើសិនជាអ្នកគ្នាចង់ back ទៅកាន់ root user root វិញគឺអ្នកគ្នាអាចប្រើ command exit មកនេះគឺវា back មក root វិញហើយវាចេញពី user មក root វិញអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើអីអស់ហើយយើងចង់នៅបិទម៉ាស៊ីនLinux របស់យើងគឺយើងអាចប្រើ command sudo
power off ដើម្បីបិទអូខេនេះគឺម៉ាស៊ីនរបស់យើងបានបិទអូខេអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរ